អ្នកគិតថាខ្ញុំបានធ្វើវាខ្ញុំបានឃើញរូបថតហើយអ្នកមិនជឿខ្ញុំទេគ្រាន់តែធ្វើវាប្រសិនបើខ្ញុំពិតជាគិតថាអ្នកបានសម្លាប់គាត់ខ្ញុំបានចាក់អ្នករួចហើយ Baby ខ្ញុំសប្បាយចិត្តដែលអ្នកនៅទីនេះនៅពេលនេះជ្រើសរើសជឿខ្ញុំអ្នកគឺជាមនុស្សឈួតអ្នកគួរតែសរសើរពីហេតុផលរបស់ខ្ញុំបើអ្នកផ្សេងត្រូវគេប្រព្រឹត្តបែបនេះឈុតឆាកស្នេហាភ្ញាក់ឡើងហើយបានឃើញមនុស្សដែលខ្ញុំស្រឡាញ់ចង់ចាក់ខ្ញុំដោយកាំបិតនោះពិតជាឈួតមែនពិភពលោកទាំងមូលនឹងឈួតអ្នកនឹងមិនទទួលខុសត្រូវទេដូច្នេះអ្នកឥឡូវនេះតើអ្នកគួរបន្តឬត្រូវដោះលែងប្រសិនបើខ្ញុំជាអ្នកយ៉ាងហោចណាស់ខ្ញុំនឹងពាក់ស្រោមដៃជាមុនសិនវាមិនសំខាន់ទេថាតើអ្នកពាក់វាអត់ព្រោះអ្នកបានស្លាប់ទៅហើយគ្រូសាស្ត្រចូលនឹងមិនអនុញ្ញាតឲ្យខ្ញុំទៅទេបើអ្វីដែលយួនឆេងឆៅប្រាប់អ្នកគឺជាការពិតខ្ញុំជាឃាតករដែលសម្លាប់សុងយានតើអ្នកគិតថាមានឱកាសសងសឹកជាមួយខ្ញុំទេខ្ញុំហ៊ានថ្មថាអ្នកនឹងមិនមានឆន្ទៈធ្វើអ្វីជាមួយខ្ញុំទេថ្ងៃនេះខ្ញុំបានដើរចេញពីផ្ទះនេះវានឹងក្លាយជាការទទួលខុសត្រូវចំពោះបំណែកអុកក្លាយជាកាំបិតរបស់គាត់បម្រើគាត់នៅរបស់គាត់ហើយជួយគាត់ដោះស្រាយជាមួយសំបីតែអ្នកលែងមានឱកាសទៀតហើយទីបំផុតអ្នកបានជ្រើសរើសជឿខ្ញុំជឿយិនសេខ្ញុំគ្រាន់តែចង់ស្ដាប់ការពន្យល់របស់អ្នកឥឡូវនេះរូបថតនេះខ្ញុំពិតជានៅទីនោះប៉ុន្តែអ្នកណានិយាយអ្វីដែលនៅក្នុងរូបថតនេះគឺជាបងស្រីរបស់អ្នកយួនខេងឆូជាជនល្មើសហើយបំបិតមកដូច្នេះតើអ្វីជាហេតុផលពិតដែលអ្នកទៅក្នុងផ្ទះវីឡាយួនខេងឆូសុំឲ្យខ្ញុំទៅគាត់បានបញ្ជូនឡានមកយកខ្ញុំនេះទឹកខ្ញុំមិនផឹកទេយើងនិយាយគ្នាវិញអ្នកគ្រាន់តែធ្វើឲ្យខ្ញុំគ្មានការការពារពិបាកណាស់តើខ្ញុំគួរធ្វើដូចម្តេចបើអ្នកមានបញ្ហាបំពង់កនៅថ្ងៃនេះអ្នកមិនគួរផ្ដល់ឱកាសឲ្យខ្ញុំវាអ្នកទេកំហឹងរបស់កញ្ញាឆាប់ខឹងគៀបកបអូនស្រីរបស់អ្នកគឺយួនឆេងឆៅកន្លែងកើតហេតុត្រូវបានដោះស្រាយយ៉ាងស្អាតគ្មានភស្តុតាងបន្សល់ទុកទេនេះហើយជាមូលហេតុដែលគាត់សុំឲ្យខ្ញុំទៅទាញខ្ញុំចូលរួមទាំងរូបថតនោះវាត្រូវបានបង្កើតឡើងដោយគាត់មែនទេបាទនេះមិនមែនជាការកុហករបស់អ្នកទេតើវាជាឧក្រិដ្ឋកម្មដែលបោកបញ្ឆោតអ្នកឲ្យធ្វើការឲ្យគាត់តើគាត់ធ្វើបាបបងស្រីខ្ញុំយ៉ាងណានេះជាភស្តុតាងដែលគាត់ចង់បំផ្លាញបងស្រីរបស់អ្នកបានរកឃើញអាថ៌កំបាំងដ៏ធំរបស់យួនឆេងឆៅនោះហើយជាមូលហេតុដែលគាត់បានសម្លាប់មនុស្សដើម្បីបំបិតមាត់ពួកគេចង់ហៅខ្ញុំមកទាញខ្ញុំចូលទៅក្នុងទឹកដូច្នេះយួនឆេងឆៅស្គាល់អត្តសញ្ញាណរបស់ខ្ញុំតាំងពីដើមមកត្រូវបានស៊ើបអង្កេតខ្ញុំដោយសម្ងាត់ដោយដឹងថាខ្ញុំមានការសង្ស័យអំពីការស្លាប់របស់សុងយានដើម្បីដឹងការពិតគាត់ហ៊ានធ្វើបែបនេះគាត់នឹងប្រើខ្ញុំដើម្បីលបួងអ្នកដើម្បីសងសឹកអ្នកគឺដោយសារតែគ្រូសាយួនមិនពេញចិត្តនឹងគ្រូសាឆៅយូមកហើយគឺកំពុងប្រើអ្នកដើម្បីសងសឹកខ្ញុំហើយបណ្ដេញគ្រូសាឆៅចេញបើយួនឆេងឆៅដឹងទាំងអស់អំពីខ្ញុំដូច្នេះលោកឆៅអ្នកបានដឹងថាខ្ញុំជានរណាតាំងពីដើមមកហេតុអ្វីដើម្បីឲ្យយួនឆេងឆៅប្រើដូច្នេះអ្នកបានមើលខ្ញុំដោយសម្ងាត់អ្នកក៏ដូចគាត់ដែរពួកគេទាំងអស់គ្រាន់តែប្រើខ្ញុំអ្នកមានមោទនភាពណាស់មែនទេអ្នកដឹងតាំងពីដំបូងថាខ្ញុំនឹងមករកលោកនៅទីនេះចាំខ្ញុំចូលរួមនេះគឺជាការពិតចុងក្រោយដែលអ្នកបានកាត់ចេញប៉ុន្តែខ្ញុំនឹងមិនសោកសៅតតែសោះជឿយិនសេលក់រាងកាយរបស់មនុស្សម្នាក់លបួងខ្ញុំគួរតែសប្បាយចិត្តការព្យាបាលបែបនេះតើអ្នកណានឹងគិតសងយេស៊ូសួរខ្លួនឯងមើលតើខ្ញុំកំពុងទាញយកប្រយោជន៍ពីអ្នកទេតើអ្នកគិតថាខ្ញុំត្រូវលួចខ្លួនឯងទេតើអ្នកដើម្បីឈ្នះជុំនេះទេខ្ញុំចង់ប្រើអ្នកខ្ញុំមានឱកាសច្រើនណាស់ហេតុអ្វីបានជាត្រូវការការខិតខំខ្លាំងយ៉ាងនេះខ្ជះខ្ជាយពេលវេលាដូច្នេះចៅវាយឈើគ្រាន់តែមើលមកខ្ញុំត្រូវប្រកាសថាខ្ញុំមិនត្រូវបានបញ្ឆោតដោយយួនឆេងឆៅខ្លាចជាកូនអុកនៅក្នុងដៃរបស់គាត់ដូច្នេះតើអ្នកកំពុងធ្វើអ្វីទាំងអស់នេះមូលហេតុពិតគឺខ្ញុំស្រឡាញ់អ្នកដូច្នេះអ្នកគួរនៅជាមួយខ្ញុំល្អជាងចៅយិនសិអ្នកដឹងថាខ្ញុំជានរណាតើអ្នកចង់បានអ្វីបងនឹងជួយដើម្បីអូនសងសឹកបងស្រីរបស់អូនទុកឲ្យយួនឆេងឆៅសងជំងឺចិត្តការអញ្ជើញខួបកំណើតរបស់យួនឆេងឆៅបងមានភស្តុតាងដើម្បីនាំគាត់ចឹងសងយេស៊ូបងបាននិយាយអូនត្រូវតែទុកចិត្តបងនោះគឺតើមានអ្វីកើតឡើងជឿយិនស៊ីគឺស្ត្រូវដែលអ្នកចង់បានហេតុអ្វីបានជាអ្នកនៅតែដើរលេងជាមួយគាត់រាល់ថ្ងៃយិនសៅតើខ្ញុំជ្រើសរើសនៅជាមួយអ្នកណាវាមិនគួរមានអ្វីពាក់ព័ន្ធជាមួយយួនឆៅទេតើជឿយិនស៊ីនិយាយអ្វីទៅកាន់អ្នកមែនទេអ្នកតើអ្នកហ៊ានបំផ្លាញពិធីខួបកំណើតរបស់ខ្ញុំមែនទេខ្ញុំចង់ឲ្យអ្នកបង់ថ្លៃទាំងអស់តើវាអាចទៅជាយ៉ាងណាខ្ញុំគ្រាន់តែជូនពរលោកយួនឆៅដោយស្មោះឲ្យមានអាយុយឺនយូរ25ឆ្នាំយួនឆៅមិនចង់ឲ្យពិធីខួបកំណើតរបស់អ្នកខ្លាយជាកន្លែងសម្រាប់សាយឈប់សិនទៅកំណើតនឹងការចិញ្ចឹមរបស់កញ្ញាសុងខ្ញុំអាចយល់បាននោះគឺជាខ្ញុំមិនប្រកែកជាមួយអ្នកទៀតទេធ្វើអ្វីដែលអ្នកចង់ធ្វើអ្នកអាចធ្វើអ្វីដែលអ្នកចង់បានខ្ញុំនឹងនៅពីក្រោយអ្នកជានិច្ចសងយេស៊ូចុះមកទីនេះដឹងអត់ថានេះជាកន្លែងអ្នកណាហ៊ានបញ្ឈប់ខ្ញុំយៀនសាំងជៅធ្លាប់គិតថាសម្រាប់ខ្លួនឯងពេលធ្វើខួបកំណើតទេសាកសពស្ត្រីដែលស្លូតត្រង់ម្នាក់បោះចូលក្នុងបឹងអ្នកគឺជាឃាតករសងយេស៊ូអ្នកកំពុងស្ដោះជាមអ្នកគឺជាមនុស្សដែលចង់ឡើងខ្ពស់និងជាស្រីដែលអាក្រក់
មាននរណាម្នាក់នឹងជឿអ្នកនិយាយនោះទេ អ្នកខ្លះសួរគាត់ថាហេតុអ្វីបានជាគាត់សម្លាប់មនុស្សស្លូតត្រង់ហេតុផលគឺសាមញ្ញព្រោះមានគេវាយគាត់នៅផ្ទះវីឡាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតឬមិនពិតអូនេះគឺជាភូតាងការនេះមិនខុសច្បាប់ទេពួកគេទាំងអស់សុទ្ធតែជាមិត្តបរទេសរបស់យួនឆាញ់ចៅការជួបជុំគ្នាញឹកញាប់ដើម្បីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដោយសារបងស្រីរបស់ខ្ញុំសុងយៀនចាប់បានគាត់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់សម្លាប់យ៉ាងព្រៃផ្សៃយកศพទៅចោលក្នុងបឹង សុងយីស៊ូតើអ្នកគិតថាអ្នកអាចនិយាយពាក្យប៉ុន្មានម៉ាត់អាចនាំខ្ញុំធ្លាក់ចុះមែនទេឆៅយៀនសេតើអ្នកជាអ្នកដែលបានបង្រៀនសុងយួនឈូឲ្យធ្វើដូច្នេះមែនទេអ្នកស្អប់ខ្ញុំដែលលួចអាជីវកម្មរបស់អ្នកដូច្នេះយើងបានសហការគ្នាដើម្បីធ្វើកិច្ចការនេះអ្នកចង់ធ្វើបាបខ្ញុំយួនឆេងចៅតើអាជីវកម្មដែលអ្នកបានលួចមានការរីកចម្រើនយ៉ាងណាតើខ្ញុំជាអ្នកដាក់អន្ទាក់ហើយបោះបង់បញ្ចាំឬអ្នកពិតជាគិតថាអ្នកបានរកឃើញកំណត់ឆៅយៀនសេលេងខ្ញុំទៅអ្នកគួរតែចាប់គាត់ហើយឲ្យគាត់ទៅខ្ញុំមិនចូលចិត្តវាតាំងពីដើមមកឆៅយៀនសេព្រឹត្តិការណ៍នៅឆ្នាំនេះនឹងធ្វើឲ្យអ្នកខាតបង់ជាជាងអនុញ្ញាតឲ្យយើងបង់ថ្លៃគិតពីវាប្រសើរជាងតើខ្ញុំគួរនិយាយអ្វីនៅពេលខ្ញុំទៅដល់ប៉ុស្តិ៍ប៉ូលីសតោះទៅកញ្ញាសុង ខ្ញុំទន្ទឹងរង់ចាំមើលថ្ងៃនៃការដាក់ទណ្ឌកម្ម អ្នករងចាំខ្ញុំចេញមកខ្ញុំពិតជានឹងសម្លាប់អ្នកយកគាត់ទៅឆ្ងាយអញ្ចឹងខ្ញុំនឹងចាក់ចេញមុនគេយួនឆែវខ្ញុំមិនអាចទេយួនឆែវយើងក៏ចាក់ចេញដែរជួបគ្នាពេលក្រោយយានសៅ បងស្រីខ្ញុំបានធ្វើវាហើយយួនឆេងឆៅគាត់ត្រូវបាននាំទៅកាត់ទោសបានសងជំងឺចិត្តបងស្រីតើអ្នកនាំខ្ញុំមកទីនេះដើម្បីអ្វី កន្លែងដែលយើងជួបគ្នាដំបូង អ្នកកំពុងធ្វើឲ្យខ្ញុំឈួតហើយសុងយីស៊ូ ខ្ញុំដឹង អ្នកមិនសួរទេតើបងលងស្រឡាញ់អូននៅពេលណា ពេលណា រៀបចំប្រើដំណើរការរបស់អូនដើម្បីផ្ញើតារាសុំយីស៊ូបងសុំអង្វរអូនទុកចិត្តបងផងណាសុំទោសឆៅយិនសេផ្ដល់ឲ្យខ្ញុំ5ឆ្នាំទៀតខ្ញុំនឹងមកជួបអ្នកម្ដងទៀតលាហើយឆៅយិនសេ ខ្ញុំថាមិនចាំបាច់ចរចាតម្លៃទេយល់ព្រមឬបញ្ចប់កិច្ចសហប្រតិបត្តិការ ខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយខ្ញុំនឹងដោះស្រាយនៅពេលដែលខ្ញុំត្រឡប់មកវិញលោកឆៅខានជួបគ្នាយូរហើយ សុងឈៀវជិនឥឡូវនេះអ្នកគឺជាអ្នកវិនិយោគដ៏ល្បីល្បាញ5ឆ្នាំមុនអ្នកបានបាត់ខ្លួនបន្ទាប់ពីខ្ញុំកេងលុកតើអ្នកនឹងផ្ដល់សំណងអ្វីមកខ្ញុំ ខ្ញុំបាននិយាយថាខ្ញុំនឹងចំណាយពេល5ឆ្នាំត្រឡប់មកក្បែរអ្នកម្ដងទៀត របៀបអ្នកកំពុងប្រើល្បិចរបស់អ្នកដើម្បីតាក់ទាញស្ត្រីនៅបរទេសនោះកាលពីខែមុនតើអ្នកទិញឈុតប៊ីគីនីនេះនៅពេលណា ខ្ញុំនៅតែត្រូវប្រាប់អ្នកពីអ្វីដែលខ្ញុំចង់ទិញ អ្នកបានផ្ញើវាមកខ្ញុំដោយចិត្តណាអ្នកគិតថាខ្ញុំមិនដឹងទេ លោកឆៅមនុស្សឈួតរោគចិត្តពេកហើយខ្ញុំគ្រាន់តែបង្ហោះរូបថតធ្វើដំណើរហេតុអ្វីបានជាអ្នកនិយាយថាវាសម្រាប់ឲ្យអ្នកមើល តើអ្នកដឹងទេរាល់ការអាប់ដេតដែលអ្នកបានធ្វើក្នុងរយៈពេល5ឆ្នាំកន្លងមកនេះរូបថតនីមួយវីដេអូនីមួយតើខ្ញុំមើលវាម្ដងហើយម្ដងទៀតប៉ុន្មានដងសុងយីស៊ូខ្ញុំបាត់បង់អ្នកអស់រយៈពេល5ឆ្នាំមកហើយជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីតាមដានភាពបន្ត ខ្ញុំមានគម្រោងនៅពេលក្រោយហើយខ្ញុំមិនមានពេលទៅជាមួយអ្នកទេ 5ឆ្នាំតើអ្នកអាចផ្លាស់ប្ដូរទម្លាប់ដើរលេងបានទេ ខ្ញុំមិនបានទុកអ្នកឲ្យសួររកទេ វាហាក់ដូចជាមិត្តស្រីរបស់ខ្ញុំមិនសួរខ្ញុំថាតើខ្ញុំរស់ឬស្លាប់ទេយប់នេះ តើអ្នកណាជាមិត្តស្រីរបស់អ្នក មែនទេ ទីការពិតណាស់មិនមែនទេអ្នកមិនបានណាត់ជួបជាមួយលោកឆៅជាមុនទេអ្នកត្រូវត្រឡប់មកវិញម្ដងទៀតខ្ញុំនឹងរងចាំគាត់នៅក្នុងបន្ទប់សូមជូនដំណឹងមកខ្ញុំគ្រាន់តែនិយាយថាអតីតមិត្តស្រីរបស់លោកឆៅនៅទីនេះ
តើអ្នកត្រឡប់មកវិញនៅពេលណាជំរាបសួរលោក Shell តើអ្នកកំពុងនាំខ្ញុំទៅណា រៀបការឡៃមិញឈិងឥឡូវនេះជំរាបសួរលោក Shell អ្វីដែលត្រូវដឹងនាងនឹងក្លាយជាចៅហ្វាយនីរបស់អ្នកចាប់ពីពេលនេះទៅមិនអីទេបងរក្សាទុកវាទៅក្រុមហ៊ុនរបស់អូនមានអ្វីដែលត្រូវដោះស្រាយ អ្នកស្រីនៅតែត្រូវទៅធ្វើការនៅថ្ងៃរៀបការទៀត ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរបស់យើងមិនអាចប្រៀបផ្ទឹមទៅនឹងពេលទំនេររបស់លោក Shell បានទេទោះយ៉ាងណាក៏ដោយអូនគឺជារបស់បងឥឡូវនេះ អូនដឹងច្បាស់ពីអ្វីដែលបងនឹងធ្វើសូមយេស៊ូអូនកំពុងទុកបងចោលម្ដងទៀត លោក Shell ឆ្លាតណាស់ប៉ុន្តែបងបានចាប់អូនជាប់ម្ដងទៀតហើយអញ្ចឹងតើបងចង់ឲ្យអូនទុកបងចោលទៀតទេ បងមិនមានជំរឿទេសូមយេស៊ូបងស្រឡាញ់អូនលើសពីអ្វីដែលអូននឹកស្មានដល់ អូនដឹង បើអូននិយាយថាស្រឡាញ់បងពីរបីដងទៀតប្រហែលជាបងនឹងមិននិយាយទៀតទេ អូនស្រឡាញ់បង មិនគ្រប់គ្រាន់ទេ អូនស្រឡាញ់បង មិនគ្រប់គ្រាន់ទេ អូនស្រឡាញ់បង